និយមនៃការត្រៀមខ្លួនរបស់ខ្ញុំសូមកំណត់និងសូមបញ្ជាក់ថាខ្ញុំកំណត់ខ្លួនឯងផ្ទាល់ទេសូមចែកចេញជា4ចំណុចធំចំណុចទី1ខ្ញុំសូមផ្ដោតទៅលើស្ថិរភាពហិរញ្ញវត្ថុបានន័យថាអាជីពមុខរបរការងារយើងការរកស៊ីរបស់យើងមានភាពថិតថេរអាចចិញ្ចឹមខ្លួនឯងបាននិងអាចជ្រោមជ្រែងក្រុមគ្រួសារក៏ដូចជាមើលថែសិនបើយើងមានកូនតើយើងអាចជួយទំនុកបម្រុងពួកគាត់បានល្អដូចជាឪពុកម្ដាយឬក៏ក្រុមគ្រួសាររបស់យើងគត់ផ្គង់យើងបានដែរឬទេចំណុចទី2ធំខ្ញុំឲ្យភាពសំខាន់ទៅលើសមត្ថភាពក្នុងការដោះស្រាយបញ្ហាព្រោះពាក្យថាស្វាមីភរិយាប្រៀបបីដូចជាអណ្ដាតនឹងធ្មេញជើងចំណុចទី3ធំតើយើងមានដៃគូជីវិតដែលស្មោះត្រង់ជាមួយគ្នាអាចកំដរគ្នាជាមិត្តភ័ក្តិជាប៉ាម៉ាក់ជាបងប្អូនឬក៏ជាក្រុមគ្រួសាររបស់យើងព្រមទទួលយកទាំងចំណុចល្អនិងចំណុចមិនល្អរបស់យើងទាំងសងខាងហើយពេញចិត្តក្នុងការកែលម្អនៅចំណុចខ្វះខាតរបស់គ្នានឹងគ្នារីឯចំណុចទី4ចុងក្រោយខ្ញុំសូមជឿទៅលើឧបនិស្ស័យឬព្រហ្មលិខិតដែលអល់ឡោះបានចារថាយើងជាគូជាមួយនឹងអ្នកណា